ហ្វីលីពីនគាត់ធ្វើជាម្ចាស់ផ្ទះមួយឆ្នាំវិញហើយនៅពេលដែលចាប់ដើមកិច្ចប្រជុំដំបូងប្រចាំឆ្នាំនេះប្រទេសហ្វីលីពីនបានបើកឱកាសដល់កម្ពុជានៅក្នុងការលើកពីជំនួបព្រំដែនកម្ពុជាជាមួយថៃយ៉ាងពេញទំហឹងតែម្ដងអញ្ចឹងពីដើមឡើយកម្ពុជាថៃគិតអបអរំវាដែលជាចាក់ផ្ទះហ្នឹងអាចមានបញ្ហាច្រើនស្មុគស្មាញទាក់ទងទៅនឹងជំនួបព្រំដែនកម្ពុជាថៃដូចម៉ាឡេស៊ីធ្វើចាក់ផ្ទះហើយយ៉ាងណាក៏ដោយពេលដែលបើកឆាកនេះហ្វីលីពីនក៏បានផ្ដល់ឱកាសបានយ៉ាងច្រើនមែនទែនហើយបន្ទាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីការបរទេសកម្ពុជាបាទអង្គលោកបានលើកច្រើនពីវិធានទូទៅជាពិសេសពីការរីកបន្លាលូកការដាក់កុងតឺន័រការអាចវិលត្រឡប់ទៅវិញបានទៅកាន់ទីតាំងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដល់ជិតដល់ពួកឲ្យព័ត៌មានហ្នឹងគឺលេចវិញនៅក្នុងចំណោមនេះទាំងនាំរៀនទាំងអស់ហើយនៅក្នុងនោះជាការឆ្លើយតបរដ្ឋមន្ត្រីការបរទេសហើយបានឆ្លើយតបទាក់ទងទៅនឹងការពង្រៀនបែបការទូតហ្នឹងនិយាយអំពីការក្រាប online scan និយាយអំពីការដោះហ៊ានហើយនឹងនិយាយបែបបង្រៀនការធម្មតាជានោះតែងប៉ះពាល់ទៅដល់ប្រជាពលរដ្ឋដល់សហគមន៍នៅក្នុងតំបន់នេះនិងតំបន់នោះលក្ខណៈនេះគឺជាការឆ្លងតបរបស់ប្រទេសថៃប៉ុន្តែក្នុងនោះខ្ញុំចង់ជម្រាបជូនដែរថាមានប្រទេសមួយចំនួនហើយប្រទេសដែលគួរចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺប្រទេសវៀតណាមបានលើកពីចំណុចលោកបានប្រើភាសាថាការប្រើប្រាស់កម្លាំងមិនមែនជាមធ្យោបាយនៅក្នុងការដោះស្រាយបញ្ហាព្រំដែនទេអញ្ចឹងនេះគឺជាសារមួយសំខាន់ណាស់នៅក្នុងវេទិកាពិភាក្សារបស់ថ្នាក់រដ្ឋមន្ត្រីការបរទេសរបស់អាស៊ានទាំង11ប្រទេសនេះហើយក្រៅពីនោះប្រទេសផ្សេងៗក៏បានយល់ពីស្ថានភាពជាក់ស្ដែងបន្ថែមទៀតបន្ទាប់ពីអាយដាមប្រាក់សខុនលោកបានជម្រាបជូនពីទស្សនវិជ្ជារួមទាំងអស់នេះអញ្ចឹងគឺជាឱកាសមួយល្អដែលកម្ពុជាបានបង្ហាញការពិតចុងក្រោយអំពីសកម្មភាពរបស់ទាហានថៃបានធ្វើមកលើប្រទេសកម្ពុជាជាពិសេសនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនោះខ្ញុំក៏ចង់ជម្រាបបន្ថែមបន្តិចទៀតដែរថានៅក្នុងកិច្ចប្រជុំនេះថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានឯកភាពដើម្បីបន្តអាណត្តិរបស់ក្រុមសង្កេតការណ៍អាស៊ានរយៈពេល3ខែបន្តទៀតដោយប្រទេសម៉ាឡេស៊ីបានផ្ទេរមកឲ្យប្រទេសហ្វីលីពីនធ្វើជាប្រធានដឹកនាំបន្តទៀត